លោកម្ចាស់ទី2នេះហើយចាអូនប្រុសទី2ជាមួយនឹងស្ថានភាពទីផ្សារលើនេះឯងហ៊ានបន្ថែម100 ដងទៀតទោះបីជាលក់ទ្រព្យសម្បត្តិទាំងអស់របស់ឯងក៏ឯងមិនអាចសងគេរួចដែរអំប្រុសទូឃើញភិកហ៊ុនរបស់អ៊ំកំពុងតែដាំក្បាលចុះហើយមិននឹកស្មានថាទូពិតជាអាចមើលឃើញមែនបងប្រុសគួរតែបារម្ភពីខ្លួនឯងវិញទៅល្អជាងខ្ញុំបានលើថាប្រព័ន្ធផ្សព្វផ្សាយហិរញ្ញវត្ថុបានផ្សាយពីការកែសម្រួលគោលនយោបាយបរិស្ថានការឧបត្ថម្ភត្រូវបានកាត់បន្ថយយ៉ាងខ្លាំងក្រុមហ៊ុនហ្វឹងជីងដែលជាក្រុមហ៊ុននាំមុខគេនោះច្បាស់ជារងនូវផលប៉ះពាល់យ៉ាងខ្លាំងឯងកុំមកបោកជើងឯងបានចេញពីឧស្សាហកម្មហិរញ្ញវត្ថុ5ឆ្នាំហើយព័ត៌មានមិនអាចលឿនជាងយើងទេលោកប៉ាពោះតូចបបៃតងយើងកំពុងចាប់ដើមលូនឡើងហើយទូឯងមើលក្រាហ្វិកមិនយល់ទេមែនហើយអ្នកទាំងពីរមិនអាចងើបមុខរួចទេអូតូចរឿងនេះត្រូវតែមិនទោសទូដែលជាមនុស្សនាំគ្រោះទូនិយាយត្រូវហើយនៅសល់តែ1នាទីទៀតតែប៉ុណ្ណោះឯងក៏មកធ្វើខ្លួនជាអស្ចារ្យនៅទីនេះនេះគឺជាការវិនិយោគនៅលើទីផ្សារភាគហ៊ុន1វិនាទីអាចផ្លាស់ប្ដូររាប់ពាន់ឯងមិនអាចកណនាត្រឹមត្រូវទេឡើងថ្លៃហើយស្អីគេyes ពោះតូចបបៃតងលូនឡើងពណ៌ក្រហមហើយនេះពិតជាចំណេញ500លានមែនលោកម្ចាស់សៀវមិនល្អទេក្រុមហ៊ុនការពារបរិស្ថានហ្វឹងជីនធ្លាក់ចុះខ្លាំងណាស់លីយ៉ាខ្ញុំពិតជាមើលលោកខុសហើយពាក្យដែលខ្ញុំនិយាយមិញនេះសូមកុំទុកនៅក្នុងចិត្តអីណាមិនអីទេលោកពូតុងលោកពូក៏ចង់ឲ្យខ្ញុំល្អដែរមិននឹកស្មានទេលោកចាក់ចេញពីក្រុមហ៊ុន5ឆ្នាំហើយប៉ុន្តែនៅតែមានភាពក្លាហាននិងភាពប៉ិនប្រសប់បែបនេះបើឲ្យលោកគ្រប់គ្រងក្រុមហ៊ុនពួកយើងអស់ក្តីបារម្ភហើយណាលោកប៉ាពេលនេះលោកប៉ាសន់លុយរៀបការកាន់តែច្រើនឡើងហើយក្មេងរពឹសកូនចង់ឲ្យប៉ាមានប្រពន្ធមែនទេប៉ាត់មែនហើយទូចង់មានម៉ាក់ដើម្បីមានគ្រួសារកក់ក្ដៅលីញ៉េលោកពិតជាដល់អាយុដែលត្រូវរៀបការហើយលោកដាប់លោកដោយបែបនេះវាច្បុកច្បល់បន្តិចប៉ុន្តែគ្មានបញ្ហាទេខ្ញុំនឹងតាក់ទងទៅប៉ារបស់លោកដើម្បីឲ្យគាត់រៀបចំការណាត់ជួបឲ្យលោកឲ្យបានល្អហើយយ៉ាបានហើយមិនមែនទូឆុងជាមួយគ្រួសារសៀវទេដឹងហេតុអីតាំងពីគេចូលមកប្អូនទី2គេកាន់តែមានអំណាចឡើងនេះបញ្ជាក់ថានាងមិនបាច់ឆុងជាមួយតកូសៀវទេគឺនាងឆុងជាមួយពួកយើងពេលនេះគឺលោកប៉ាកាន់តែស្រឡាញ់ទូហើយបងថាអញ្ចឹងទេបើយើងមិនបោះបង់ទូប្អូនទី2ក៏គេគ្មានកម្លាំងស្ទុះក្រោបឈរយ៉ាងនេះដែរហើយយ៉ាបងត្រូវខំប្រឹងហើយទើបបានបើប្អូនទី2គេរៀបការទ្រព្យសម្បត្តិគ្រួសារសៀច្បាស់ជាលែងមានចំណាយពួកយើងទៀតហើយមិនហើយប៉ាគ្រាន់តែចាញ់ការប្រគុណមួយប៉ុណ្ណោះពួកtôiអាចងើបឡើងវិញបានពួកយើងក៏អាចងើបឡើងវិញបានដែរយើងនៅមានសៀវអឺជួយយើងបានចង់ណាត់ជួបឯងមិនងាយស្រួលទេលោកម្ចាស់សៀវមនុស្សរបស់ពួកយើងបានរៀបចំរួចហើយនឹងឲ្យណាត់ជួបលោកម្ចាស់ទី2ដល់ជោគជ័យសៀវលេជាសាកល្បងអំណាចធំដែលជើផ្ញើទៅឲ្យឯងទៅមើលខ្ញុំគិតថាអ្នកទាំងអស់គ្នាប្រកាសជាយល់ច្បាស់ហើយខ្ញុំកំពុងតែស្វែងរកម៉ាក់សម្រាប់ទូបើនរណាម្នាក់ក្នុងចំណោមអ្នកទាំងអស់គ្នាមិនពេញចិត្តធ្វើជាម្ដាយចុងរបស់ទូអាចចេញទៅមុនលោកម្ចាស់ទី2អ្នកនាងទូគួរឲ្យស្រឡាញ់ណាស់ខ្ញុំពិតជាសប្បាយចិត្តបើបានធ្វើជាម៉ាក់នាងខ្ញុំជាកូនស្រីតែមួយរបស់ត្រកូលលីនមកពីហៃឆឹងម្ចាស់ហាងត្បូងពេជ្រនិងរតនវត្ថុឈ្មោះលីនឆឹងយាបការចនាម៉ូដគ្រឿងអលង្ការបានលោកទទួលខ្ញុំធានាថាអ្នកនាងទូច្បាស់ជាមិនខ្វះគ្រឿងអលង្ការប្រើលោកម្ចាស់សៀធានាឲ្យខ្ញុំហើយបើខ្ញុំបានធ្វើកូនប្រសាត្រកូលសៀបំណុលគាត់ចម្ពាក់នៅបនលបែងទាំងអស់គឺខ្ញុំសងឲ្យគាត់ទាំងអស់ភ្លឺពេកហើយទូកូនគិតយ៉ាងម៉េចលោកប៉ែត្បូងដែលមិញអាចក៏ហំពាក់គឺសិតតែខ្លាំងខ្លាយទាំងអស់លោកប៉ែត្បូងដែលមិញអាចក៏ហំពាក់គឺសិតតែខ្លាំងខ្លាយទាំងអស់កូនច្បាស់ទេនាងលីននាងខ្លួនឯងក៏មិនហ៊ានប្រើរបស់ពិតដែរថ្ងៃក្រោយហ៊ានចាយលុយឲ្យទូទេ
ខ្ញុំជាកូនច្បងត្រកូលឈិនមកពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយកំសាន្តឆឹងហៃឈ្មោះឈិនម៉ងអ៊ីងលោកម្ចាស់ទី2ត្រកូលឈិនមានបងប្អូនស្រី8នាក់សិនបង្កើតកូនល្អឥតខ្ចោះធានាថាឆ្នាំទី1ខ្ញុំមានប្អូនជួនអ្នកនាងទូភ្លាមលើថាត្រកូលសៀវ8ចំនួនកើតបានតែកូនប្រុសលោកតាសៀវកំពុងតែបារម្ភចង់បានចៅស្រីឈិនម៉ងអ៊ីងនេះពិតជាចំគោលដៅហើយចាប់ហើយខាងខ្ញុំគឺពិតជាលែងមានឱកាសហើយអ្នកមីងឈិនកូនក្នុងពូនអ្នកមីងកុំយកមកឲ្យលោកប៉ាខ្ញុំទទួលបន្ទុកអីណាអត់